សួស្តីអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងឆន្ទៈអមតៈដែលជាភាពបន្តផ្សាយសញ្ញាពេញមួយយប់ហើយសិស្សប្អូនប៉ែពិតជាមិនឃើញទេតែមែនទេខ្ញុំខ្លាចតែគេគ្រោះច្រើនជាងលៀបហើយបើសិនជាមានរឿងអ្វីកើតឡើងចំពោះគេនោះតែយើងគួរតែបញ្យល់ទៅកាន់ប្រតិចាយ៉ាងម៉េចទៅពលត្រឹមប៉ុណ្ណឹងទូលីងហ្វៃក៏ស្រមៃនឹកឃើញពេលដែលទូប្រុសយើងគោនាងម្ដងហើយនាងមានអារម្មណ៍សោកសៅបែបនេះស្រាប់តែឮសំឡេងទូប្រុសយើងហៅនាងក៏គិតថាខ្លួនឯងកំពុងតែរវើរវាយឮសំឡេងគេហៅហ្វឹងយៀនគេក៏បានថាទេខ្ញុំក៏ឮដែរព្រាមនោះយើងក៏បានឃើញថាសាច់ឈិនយើងបានឡើងមកដល់ខាងលើបាត់ហើយអរុនសួស្ដីសាច់ច្បងទូសាច់ច្បងហ្វឹងពួកគេឃើញទូប្រុសយើងក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងទូប្រុសយើងក៏បានរៀបរាប់ទៅទាំងសំឡេងត្រហូរយំបណ្ដើនិយាយបណ្ដើទីបំផុតខ្ញុំរកឃើញអ្នកទាំងអស់គ្នាហើយយប់មិញនេះគឺពិតជាគួរខ្លាចខ្លាំងណាស់ខ្ញុំស្ទើរតែបាត់បង់ជីវិតទៅហើយឥឡូវនេះបានជួបជាមួយនៅសាច់ច្បងហើយសាច់ច្បងស្រីតែសាច់ច្បងបានសម្រាប់ដែរទេនឹងណាមិនបានជាភ្នែកខ្មៅយ៉ាងនេះសើពូនប៉ៃខ្ញុំមិននឹកស្មានទេថាឯងអាចគេចផុតដោយសុវត្ថិភាពខ្ញុំពិតជាសូមសរសើរឯងគេក៏បានស្រែកបណ្ដាលោតមកអោបកលបងនឹងបណ្ដានោះមិនត្រូវទេសាច់ច្បងហ្វឹងតែសាច់ច្បងមិនដឹងទេតែមែនទេសត្វប្រជាទាំងនោះបានដេញខ្ញុំទាំងអស់សង្ឃឹមខ្ញុំមិនអាចគេចចេញពីពួកវាបានឡើយកុំចាក់ចោលខ្ញុំទៀតអីណាសាច់ច្បងណាសំវបានឯងលីយឺសិនទៅលឺសំដីមួយម៉ាត់នេះរបស់សាច់ច្បងហ្វឹងគឺខ្ញុំធូរទ្រូងហើយយល់ព្រមហើយអាចឆាប់លេងយើងទៅមើលទូលីងហ្វៃក៏បានសួរទៅបានជាឯផុតគ្រោះថ្នាក់ហើយមិនក៏មិនមករកពួកយើងសាច់ច្បងបារម្ភពីខ្ញុំតើមែនទេនាងក៏ឆ្លើយទាំងត្រដិតទៅខ្ញុំមិនខ្វល់ពីឯងនោះទេអីយ៉ានិយាយពីរឿងយំមិញឲ្យស្ដាប់ទៅចុះវាពិតជាគួររំភើបខ្លាំងណាស់ទូលីងហ្វៃជាមួយនឹងហ្វឹងយៀនភ្ញាក់ផ្អើលមែនទែនរំភើបយ៉ាងម៉េចបៃសាឈិនរបស់យើងក៏បានស្រមៃទៅកាលពីយប់មិញហ្នឹងឲ្យយើងមើលទាំងអស់គ្នាកាលពីចុងភាគមុនយើងបានឃើញហើយតែគេប៊ីសនឹងធ្លាក់ជ្រោះដោយសារតែទាល់ច្រងគេមានតែការវាយបកនឹងឯងលោកតាឯងនឹងវាយជាមួយពួកឯងហើយដាក់មកឆ្វាច់បជាវនឹងក៏ងាប់ចឹងទៅគេក៏មានមោទនភាពយ៉ាងខ្លាំងអាដាវឈើតូចនេះខ្លាំងណាស់តាដោយសារតែដាវឈើរបស់គេមានប្រសិទ្ធភាពក្នុងការសម្លាប់បជាវនេះគេលេងខ្លាចហើយដាក់មកប៉ង់ចុះប៉ង់ឡើងប៉ង់ចុះប៉ង់ឡើងល្បីផ្កាភ្លើងទាំងយប់ព្រៀតល្អមើលមែនតែនហ្វឹងយៀនក៏គិតក្នុងចិត្តតែម្ដងល្អិតនេះមិនត្រឹមតែអាចរស់រានមានជីវិតមកវិញទេវាថែមទាំងអាចសម្លាប់ប្រជាបឺតឈាមក្បាលពីរទៀតសាវឈុនក៏បន្តទៀតថាហើយខ្ញុំក៏បានដឹងផងដែរអំពីអត្តកម្បាំងដ៏អស្ចារ្យមួយហ្វឹងយៀនឮទូប្រុសយើងនិយាយពាក្យហ្នឹងគេភ័យបដ ாய் ស្មានតែទូប្រុសយើងដឹងថាគេបានដាក់អ្វីលើខ្លួនគេអញ្ចឹងណាហើយសំណាងល្អហើយខ្ញុំរស់ផុតពីគ្រោះមហន្តរាយនេះដើម្បីជាពរជ័យក្នុងការខ្លែងបន្លំសាច់ច្បងទាយទៅមើលតើវាគឺជាអ្វីទៅហ្វឹងយៀនក៏បានថាសើប្អូននិយាយលេងពេកហើយខ្ញុំធ្វើមិននឹងអាចទាយត្រូវទៅសាច់ឈុនក៏ស្រមៃថយក្រោយយើងមើលទៀតហើយតាមពិតគ្មានស្អីនោះទេទាំងនេះគឺជាថ្មិញរបស់សត្វបជាវក្បាលពីរដែលមានឈ្នួតពណ៌ស្វាយវាជាវត្ថុធាតុដើមដ៏កម្រសម្រាប់ការចម្រាញ់ថ្នាំដុតឈាមខ្ញុំត្រូវការ50ពិន្ទុរួមចំណែកក្នុងក្រុមដើម្បីទទួលបានមួយផ្សេងទៀតមនុស្សខ្ញុំនេះអីក៏ប្រកែកយ៉ាងនេះដើម្បីតែកំណប់ទាំងនេះខ្ញុំត្រូវតស៊ូពេញមួយយប់តែម្ដងទូលីងហ្វៃនាងក៏បានថាវាហាក់ដូចជាថាការបារម្ភរបស់ពួកយើងនេះគឺគ្មានប្រយោជន៍នោះទេតោះយើងបន្តដំណើរទៀតទូប្រុសយើងគេមិនទាន់អួតអស់ចិត្តផងហេតាណាមិនទាន់និយាយចប់ផងពេលនោះស្រាប់តែស្អីទៅធ្លាក់លើក្បាលគេឃ្លុកគេក៏បានងើយទៅខាងលើគេក៏បានថាលីងហ្វៃក៏បានសួរទៅនៅចាំឲ្យទៀតសាវឈុនក៏និយាយទាំងភ័យខ្លាចតែម្ដងនាំគ្នាមើលទៅខាងលើទៅមានណាប្រិយមិត្តក្លាហានទាំងអស់គ្នាយើងឃើញភ្នែកលងធំតែម្ដងក្លក់មើលមកកាន់ពួកគេភ្នែកនេះហាក់ដូចជាមានវីតាមីនអញ្ចឹងណាសម្លឹងមកកាន់ពួកគេហើយក៏បានដាក់សម្ពាធធ្វើពួកគេក្រោកមិនរួចនោះទេឡើងរង្គើព្រៃតែម្ដងហើយស្ថានភាពពេលនេះអេដមីនក៏មើលមិនយល់ដែរគ្រាន់តែឃើញថាពួកគេហាក់ដូចជាពិបាកដល់ណាអញ្ចឹងទៅតួស្រីរបស់យើងក៏បានឃើញតួប្រុសយើងដូចជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាងគេនាងក៏បានរត់ទៅរុញតួប្រុសយើងតែម្ដងដល់បើកភ្នែកឡើងបៃសេឈុនឯមិនអីទេតែមែនទេទូប្រុសយើងក៏បានថាទៅសាច់ច្បងសង្កត់ខ្ញុំអីដឹងខ្លួនខ្មាស់គេដែរនាងក៏បានក្រោកចេញទៅហ្វឹងយៀនក៏បានថាវាគ្រាន់តែជាសត្វបិសាចបុរាណមួយតែប៉ុណ្ណោះវាត្រូវបានគេនិយាយថាការសម្លឹងរបស់វានឹងធ្វើឲ្យយើងអស់ធម៌ពលបន្តិចម្ដងរហូតទាល់តែវាស្លាប់កន្លែងនេះមិនគ្រាន់តែគួរឲ្យភ័យខ្លាចនោះទេប៉ុន្តែអរគុណសាច់ច្បងដែលបានជួយជីវិតរបស់ខ្ញុំពលចប់ហើយស្រាប់តែមានអារម្មណ៍ឈាមច្រមុះដល់ជួតច្រមុះឃើញឈាមស្លាប់ស្ដោកឈុតបន្ទាប់ទៀតសាច់ច្បងហ្វឹងអើយពេលនេះយើងនៅឯណាខ្ញុំគឺជាសិស្សប្អូនតូចសៅឈុនរបស់សើច្បងយើងស្វែងរកអស់ប្រហែលថ្ងៃហើយនៅតែមិនអាចរកឃើញលទ្ធផលអីសោះលីងហ្វេនាងក៏ថាបៃសាឈុនឯមិនហ៊ាននិយាយខ្លាំងជាងនេះទេតែនរណាស្ដាប់វាឮទៅខ្ញុំមិនខ្លាចថាបិសាចនឹងតាក់ទាញនោះទេភ្លាមនោះសិស្សប្អូនទូសិស្សប្អូនប៉ៃហ្វុងយៀនគេមកដល់គឺយកត្រីវិស័យមួយមកឲ្យមើលនេះជាត្រីវិស័យខ្ញុំបានរកវាឃើញពួកគេក៏សប្បាយចិត្តយ៉ាងខ្លាំងអញ្ចឹងឈុតបន្ទាប់ពួកគេក៏បានប្រើត្រីវិស័យនេះឯងស្វែងរកទិសដៅដោយសារតែវាអាចតាក់ទងបានជាមួយនឹងបន្តោងយួងរបស់សាច់ច្បងហួរដែលត្រូវជាបងប្រុសរបស់ហួរសើមីនោះឯងអញ្ចឹងវាបានចង្អុលទិសដៅទៅកាន់ទិសដៅចុងក្រោយរបស់ហួរយុនហ្វៃហើយចំពោះទិសដៅនោះគឺវានៅកន្លែងឯកកោតែម្ដងជាកន្លែងដែលមិនមានមនុស្សទៅនោះឯងសាច់ឈុនយើងក៏ថាប្រហែលជាត្រីវិស័យនេះចង្អុលខុសទីដឹងហើយគ្មានអ្វីនៅទីនេះ
នោះទេក្រៅពីដើមឈើមួយដែលនៅក្បែរនេះក្រៅពីនេះគឺគ្មានអ្វីទាំងអស់វងយៀនក៏បានថាបានជាសញ្ញាបានបាត់នៅទីនេះសម្លឹងមើលទៅកាន់ដើមឈើហើយគេក៏បានថាប្រហែលជារួចក៏បានប្រាយុទ្ធសិលទៅកាន់ដើមឈើមួយហ្នឹងដោយសារតែមានការសង្ស័យឃើញប្រហោងឈើរីកធំដល់ប្រាយុទ្ធសិលទៅក៏បានឃើញថាអាប្រហោងឈើហ្នឹងគឺជាទ្វារផរលមួយដែលទ្វារផរលនេះធ្វើឡើងដើម្បីលាក់នៅបន្ទះបន្តោងយួននេះឯងបន្ទះគុជនេះក៏បានបន្លឺសំឡេងឡើងខ្ញុំគឺជាសិស្សនៃប៉លេងស៊ីភ្នំសៀនយ័នហួយយ័នហ្វៃសាច់ឈុនក៏លាន់មាត់ទៅហ៎នេះគឺជាសំឡេងរបស់សិស្សច្បងហួរតាសំឡេងនោះបានបន្តទៀតថាខ្ញុំបានរកឃើញតម្រុយចម្លែកមួយចំនួនខ្ញុំនឹងចូលទៅបញ្ជាក់អញ្ចឹងហើយខ្ញុំមានតែលាក់បន្តោងយួនជាពិសេសនៅទីនេះលីនហ្វៃក៏សញ្ជឹងគិតភ្នំលក់ស៊ីងគឺដាច់ប៉ែកគ្មានព្រំដែនតើមានហេតុផលអ្វីដែលធ្វើឲ្យសិស្សច្បងហួរបញ្ញាប់ដូច្នេះសាច់ឈុនយើងក៏ថាតើសិស្សច្បងមិនបានទៅតែនិយាយទេអីថានៅត្រង់មកខាងនោះគឺជាបាក់អំបូរលោហិតនោះអាចថាសិស្សច្បងហួរគឺវ៉ាវាគឺជាបញ្ហាធំមួយទៅដឹងហ្វឹងយៀនក៏បានថាសិស្សច្បងហួរញឹកញាប់តែងតែចេញធ្វើបេសកកម្មខាងក្រៅគាត់តែងតែចង់ដឹងចង់ឮខ្លាំងណាស់ច្បាស់ជាមានអ្វីមួយកំពុងតែលាក់បាំងជាមិនខានគាត់បានរំលឹកថាការចូលទៅខាងក្នុងភ្នំមួយនេះគឺគ្រូសាឈិនស្ថិតក្រោមបកការពារព្រំដែនប្រហែលជាគាត់បានទៅទីនោះសាឈិនយើងខ្លាចយើងគួរតែរៀបការទៅបកដើម្បីបង្កើតនៅគម្រោងសិនទៅដើម្បីសុវត្ថិភាពរបស់ពួកយើងទូលីងហ្វៃក៏បានថារឿងតូចតាចក៏ផ្ដល់ដំណឹងឲ្យបកខ្ញុំទូលីងហ្វៃមិនអាចមានលទ្ធភាពនាំមនុស្សបរាជ័យបែបនឹងទៅជាមួយនោះទេសិស្សច្បងហ្វឹងតោះយើងមិនចឹងទេសិស្សច្បងមានការយល់ច្រឡំហើយអ្វីដែលខ្ញុំធ្វើនេះគ្រាន់តែចង់គិតអំពីសុវត្ថិភាពរបស់អ្នកទាំងអស់គ្នាតើសើពូនបៃបេសកកម្មមួយនេះយើងទាំង3គួរតែទៅមុខឬក៏ដកថយជាមួយគ្នាយើងនឹងត្រឡប់ទៅថ្ងៃស្អែកសំណាងល្អមានការបញ្យល់ពេញលេញតើខ្ញុំនិយាយត្រូវដែរទេសាវឈុនយើងក៏ចង់និយាយជាមួយគេតែមិនដឹងនិយាយមិនទេមានតែរអ៊ូតិចតិចទៅហើយហេតុអីជីវិតរបស់ខ្ញុំជូរចត់ខ្លាំងយ៉ាងនេះឬហើយពួកគេក៏បានបន្តដំណើរទៅជាមួយគ្នាសាច់រឿងរបស់យើងកាត់មកពេលយប់ហើយយើងមើលតួអង្គថ្មីវិញពេលនេះមនុស្ស2នាក់កំពុងតែស្លៀកឈុតទទួលអាស្បែកខ្មៅពីលើកំពុងតែរត់បណ្ដើរនិយាយបណ្ដើរឲ្យឆាប់ឡើងបន្តទៅមុខទៀតរឿងនេះសំខាន់ឯងនៅខ្ញុំមិនត្រូវមានភាពខុសគ្នាបន្តិចបន្តួចនោះទេស្រោតតែពេលនោះគេក៏បានជន់អ្វីមួយយ៉ាងឆ្វាច់ក្បួនហាមឃាត់ធ្វើមិនទៅយើងត្រូវតាមយ៉ាងដិតដល់ភ្លាមនោះផងដែរមិននឹកស្មាននោះទេក្នុងព្រៃដាច់ស្រយាលសច្ចាំងទាំងពីរពិតជាបានមកឯងគឺជាអ្នកណាមិនថាយើងជាអ្នកណាឡើយរឿងដែលសំខាន់គឺខ្ញុំមិនស្វាគមន៍ពួកឯងចាចេញភ្លាមទៅគាត់ហោះទៅវិញរទះបាញ់ផាក់ងាកមកកាន់ទូប្រុសយើងវិញកំពុងតែធ្វើដំណើរចូលក្នុងព្រៃនោះតើនេះជាកន្លែងខ្មៅយោស្អីទៅតើពួកគេមានមនុស្សខ្លះសុខចិត្តស្នាក់នៅទីនេះដែរអីកាន់តែធ្វើដំណើរក៏បានឃើញកន្លែងមួយកន្លែងនេះបរិយាកាសកាន់តែចម្លែកប៉ុន្តែវាដូចជាមិនមែនជាកន្លែងសង្គ្រាមមួយនោះឡើយដែលពីទាំងអស់នេះគឺជាសម្ដីរបស់ទូលីងហ្វៃហ្វឹងយៀនគឺថាត្រូវហើយចាំខ្ញុំនឹងប្រាប់ទៅកាន់ពួកព្រឹទ្ធាចារ្យឯសូសៀរបស់សាយឈុនយើងមិនដែលដូចគេនោះទេព្រះជាម្ចាស់ឲ្យកន្លែងនេះទៅឲ្យអាប់អួរទៀតខ្យល់ក៏ត្រជាក់ដែលមិនអាចបញ្ជុលបានព្រឺឆ្អឹងខ្នងកំពុងតែមានអារម្មណ៍ខ្លាចព្រឺព្រួយផងស្រាប់ទៅលឺសំឡេងគេបើកទ្វារក្រាក់គ្នាលេងចង់ហ៊ានមើលបដ ாய் ទីផ្ទះខ្មោចទៅងាកមើលក៏មើលដោយកន្ទុយភ្នែកមុនដែរអ្នកទាំងអស់គ្នាហើយក៏ឃើញថាទ្វារនឹងបើកមែនតែមានមនុស្សបើកនោះទេគ្រាន់តែឃើញមនុស្សម្នាក់កំពុងតែឈរកាន់នៅចន្លោះមួយគ្នាស្រែកឡើងផ្អើលមេឃផ្អើលដីហើយទូប្រុសយើងភ័យមែនតែនអ្នកទាំង3មកសួរសុខទុក្ខគ្រួសារឈិនរបស់ខ្ញុំមិនដឹងថាមានបញ្ហាអ្វីដែរសាច់ឈុនយើងទៅពួននឹងក្បែររូបសំណាក់តោនោះណាហ្វឹងយៀនក៏បាននិយាយទៅយើងទាំង3នាក់គឺជាសិស្សខាងក្រៅនៃប៉លីងស៊ីដំណើរទស្សនកិច្ចលើកនេះសាកសួរព័ត៌មានសំខាន់បុរសម្នាក់ហ្នឹងគេក៏បាននិយាយទាំងសម្លេងគួរឲ្យខ្លាចបន្តទៀតអូក្នុងនាមជាអ្នករួមបកជាមួយគ្នាអញ្ចឹងចូលមកខាងក្នុងមកយើងស្គាល់ម្ចាស់សម្លេងឲ្យហើយទៅម្នាក់នេះឈ្មោះថាឈិនជាគឺជាមេការឬក៏ជាអង្គរៈស្អីរបស់គ្រូសាឈិននឹងឯងតែគាត់នេះធ្វើចរិតដូចខ្មោចចឹងហើយគេចូលក្នុងហើយខ្លួនឯងក៏បានបាត់ខ្លួនទៅវិញបាត់ចង្គៀងគោមរបស់ខ្លួនក៏បាត់ទៀតអត់ព្រមថាអូមិននាំមនុស្សចូលមកអីចឹងនោះទេធ្វើឲ្យគេខ្លាចតែហ្មងសំខាន់សាយឈុនរបស់យើងនឹងឯងខ្លាចជាងគេនោះកន្លែងនេះជាក់ស្ដែងខ្លាំងណាស់គឺចម្លែកហើយគួរឲ្យសង្ស័យអ្នកទាំងអស់គ្នាកុំចូលអីហ្វឹងយៀនក៏ថាមកចូលមកគេឲ្យចូលទៅខាងក្នុងមានសុវត្ថិភាពជាងសាយឈុនយើងខ្លាចពេកមើលអាក្តារយ័ន្តរបស់ខ្លួនឯងអើយមើលទៅជោគវាសនារបស់ខ្ញុំគឺប្រគល់លើឯងហើយអាគេដើរចូលឡើងលយឯងនេះយកអាយ័ន្តនឹងបិទខ្លួនផ្លាប់គេចូលទៅអស់ហើយខ្លួនឯងទៅតាមក្រោយចាំផងចូលទៅភ្លឹបក្នុងផ្ទះសិតទៅអាប់តែម្ដងអ្នកទាំងអស់គ្នាហើយទ្វារបិទវិញក្រឹបតែបន្ទាប់មកខ្លាចទៅជាស្រឡះវិញហើយសូម្បីតែដើមឈើទីនេះក៏មើលទៅចម្លែកដែរទូលីងហ្វៃក៏ហៅទៅសពូនបៃមកលឿនមកហើយបើយើងឃើញគឺពិតជាប្លែកមែនមើលដើមឈើគេផ្លែឈើនឹងក្រហមយកទៅនៅមើលឃើញក្រហមភ្លឺចេះទៀតដូចភ្នែកសត្វអីម្យ៉ាងអញ្ចឹងណាមនុស្សខ្លាចផងសម័យនៅឯអ្នកទាំងអស់គ្នាអេដមីនធ្លាប់ខ្លាចសម័យចឹងតា
និយាយពីថាផ្ទះនឹងទីលានគេធំដែរអញ្ចឹងយើងបានឃើញថាឈិនជាតិនឹងបាននាំអ្នកទាំង3នឹងចូលទៅផ្ទះអញ្ចឹងគឺដើរឆ្វែលសួនមកក្រែលដែរហ្នឹងទូប្រុសយើងក៏ថាអ្នកទាំងអស់គ្នាគឺថាទីនេះស្ងាត់ពេកទេគ្មានសំបីតែសំឡេងចង្រិតយំបុព្វបុរសរបស់ខ្ញុំបានសមាធិនៅកម្រាលខាងលើដើម្បីធ្វើឲ្យចិត្តស្ងប់ស្ងាត់ហ្វឹងយៀនក៏បានថាបុព្វបុរសឡៅឈិនពិតជាមានវិធីត្រឹមត្រូវក្នុងការវឹកហាត់ខ្ញុំមិនដឹងថាខ្ញុំនឹងដល់ផ្ទះលើនេះដែរទេអ្នកទាំងអស់គ្នាមកតាមខ្ញុំមកដើរយូរហើយមិនទាន់ចូលដល់ក្នុងផ្ទះពិតប្រាកដនោះទេហើយក៏បានឮសំឡេងគួរឲ្យព្រឺព្រួចមួយទៀតហើយសំឡេងអ្នកណាច្រៀងនោះទេត្រូវស្ដាប់បង្គាប់កុំយំអីត្រូវតែសាច់សៅឈិនយើងរូរងៅទៅហើយអ្នកណាគេក៏ពងតែច្រៀងអីស្មើនេះផ្លែឈើទុំផ្អែមគឺអស្ចារ្យបំផុតទូប្រុសយើងងាកទៅកាន់ផ្លែឈើហាថែមទាំងមានពលឺទៀតផងទ្រាំបានគេក៏ហិតក្លិនក្លិននេះគឺដូចជាម្ហូបខាងវិញ្ញាណនៅផ្ទះបាយរបស់ពួកយើងអញ្ចឹងប៉ុន្តែដូចជាមានអ្វីមួយផ្សេងហ្វឹងយៀនក៏រអ៊ូពិតជាប្លែកមែនមេផ្ទះនោះក៏ហៅទៀតតោះទៅចូលទៅក្នុងផ្ទះសៅឈុនរបស់យើងក៏ចូលមកខ្សឹបនាងសិស្សបងតួគ្រួសារមួយនេះហាក់ដូចជាមានអ្វីមកប្រកក្តីប្រយ័ត្នប្រយែងបានច្រើនបន្តិចទៅណានាងក៏បានថាបើខ្លាចមិនបាច់ទៅទេនៅចាំនេះហើយអាយើងអ្នកខ្លាចនិយាយមួយអ្នកមិនខ្លាចវាផ្ទុយគ្នាអញ្ចឹងណានិយាយមួយអ្នកអត់យល់ទេសំខាន់ទូប្រុសយើងភ័យនឹងបែកញើសប៉ិនគ្រាប់ពោតដែរទាំងអាកាសធាតុកំពុងតែរងាសោះហ្នឹងណាសៅឈុនយើងស្ដាប់នាងនិយាយថាមិនអាចទៅរួចទេប៉ុន្តែព្រមដើរទៅជាមួយគេទេនៅស្ដាប់អាចចម្រៀងល្វើយនោះឯងភ័យអត់ចង់ដើរទេបានថាស្រែកហៅគេសិស្សច្បងចាំខ្ញុំផងខ្ញុំចង់នៅជាមួយសិស្សច្បងចាំផងដើររអ៊ូតែម្នាក់ឯងហេតុអីបានជាឯងនេះមិនត្រឡប់ទៅវិញហើយទទួលទោសរបស់សាលអនុវត្តច្បាប់ទៅអាលឺសំឡេងគេច្រៀងល្វើយវាមិនចូលឲ្យងុំត្រង់លឺអាសលេងស្អីក្ដុកទៀតអូភ័យដល់កខ្លាចឲ្យមិនព្រមរត់ឲ្យតាន់គេទេឡើយតែងាកមើលនឹងឯងភ្លាមនោះសោកតែមានអារម្មណ៍ថាមានស្អីមួយមកក៏ខំបាំងមុខចឹងទៅហើយស្រាប់តែបុកនឹងសេះច្បងតួអីចឹងទៅយើងឃើញកសែងក្រហមមួយផាយផាត់មកក្បែរគេតែមិននោះដល់ពេលតួប្រុសយើងបើកភ្នែកមើលម្ដងទៀតគឺបាត់ទៅហើយវាបាត់ទៅណាណោះសើពូនបាយយើងមកទីនេះតំណាងឲ្យប៉ារបស់ពួកយើងឯងមកទីស្រែកបែបនេះតើជាមនុស្សជោគជ័យស្អីទៅហើយអ្នកទាំងអស់គ្នាមិនឃើញទេមិញគឺមានសម្ោពណ៌ក្រហមមួយហើយនឹងសម្រាប់ជើងមនុស្សដើរទៀតផងទូលីងហ្វៃក៏ស្ដីឲ្យទៅសំឡេងមនុស្សដើរស្អីកុំនិយាយផ្ដេសផ្ដាសមានមកពីណាសើពូនបាយឯនេះខ្លាចពេកហើយទីនេះយើងមានតែ4នាក់តែប៉ុណ្ណោះដល់ងាកមើលអ្នកនាំផ្លូវឯណាមនុស្សទៅណាបាត់ហើយអញថាខ្មាច់លោមែនលឺសំឡេងគេច្រៀងពេលកូននៅលើដើមឈើបដ ாய் ក្មេងល្អអើយកុំយំអីកែងទៅកូនអើយដល់មើលទៅលើដើមឈើនឹងឃើញមកផ្លែឈើក្រហមនឹងស្រាប់តែកើតទៅជាខ្មោចខ្មោចអីគេខ្មោចលពៅពិតមែនហើយខ្ញុំឃើញទេនោះខ្ញុំនិយាយហើយតែមានបញ្ហាទូលីងហ្វៃក៏បានស្រែកថាប្រយ័ត្នផងទូប្រុសយើងគិតខ្វាច់យើងឃើញថាដាវឈើជាមួយនឹងកសែងក្រហមហោះមកដល់ទាំងអស់គ្នាបុកជាមួយនឹងសសរនឹងជាប់ខ្វាច់ចម្រៀងនៅទៅលើចំណែកកសែងក្រហមដែលជាប់ជាមួយនឹងដាវនឹងគឺវារលាយបាត់តាមពិតឥតមានមើលអត់ទាន់ទេតាមពិតមិនគឺជាដាវរបស់ទូលីងហ្វៃវាយកសែងក្រហមនឹងទៅជាប់នឹងសសរនឹងហើយវាក៏រលាយទៅវិញទូប្រុសយើងក៏បានថាទៅនោះខ្ញុំនិយាយមិនខុសទេនាងក៏បានប្រាប់វាគឺជាកសែងក្រហមវាអាចធ្វើឲ្យមនុស្សដែលមានស្មារតីមិនល្អមានការភ័ន្តច្រឡំហើយលបងយើងនេះពេលនឹងហើយនៅឆ្លៀតនិយាយទៀតណាអត់ច្បងមិនខ្លាចនោះទេស្រាប់តែកសែងក្រហមហោះមកទៀតនេះក៏បានរុញគេចេញអ្នកទាំងអស់គ្នាបែកគ្នាតែមិនទៅណាឆ្ងាយនោះទេផ្ទុយទៅវិញកសែងក្រហមនោះក៏បានឡោមព័ទ្ធពួកគេហ្វឹងយៀនក៏បានសើចឡៅឈិនតៅយោហ៊ានលេងល្បិចបែបនេះទៅលោកកំពុងតែមានចេតនាអ្វីយើងមកទីនេះដើម្បីស៊ើបអង្កេតសិស្សដែលបានបាត់ខ្លួនឆ្លើយតបមកយើងភ្លាមមកតើមានសិស្សដែលមកវិបាក់លេងស៊ីមកដល់ទីនេះដែរទេគាត់នឹងក៏បានថាមកយ៉ាងម៉េចមិនមកយ៉ាងម៉េចសំខាន់អ្នកដែលមកគឺត្រូវតែស្លាប់ពួកឯងគឺស្លាប់ទីនេះហើយគ្មានជីវិតត្រឡប់ទៅវិញទេហ្វឹងយៀនក៏បានថាឯងហ៊ានក្បត់បាក់លេងស៊ីផងអីតែឯងនឹងថាត្រូវសងតម្លៃដោយរបៀបណាទេហើយក៏បានលោតទៅវាយជាមួយគាត់នោះគាត់នឹងក៏សើចទៅប៉ាលីស៊ីមែនទេគ្មាននរណាម្នាក់ក្នុងចំណោមពួកគេនឹងមានជីវិតបន្តទៀតឡើយដែលគាត់នឹងប្រើតែស្បែករបស់គេតែប៉ុណ្ណោះហ្វឹងយៀនគឺចូលមកដល់គេនោះទេឡើយតែរវល់ទប់ទល់ជាមួយនឹងស្បែករបស់គេហើយស្បែកគាត់នឹងដូចជាសក់ខ្មោចជាងគឺថាមកគ្រប់ទិសទីតែម្ដងម្ល៉េះហើយគឺថាហ្វឹងយៀនបានប្រើនៅថ្នាំគ្រាប់បែក
ប៉ាំងឆេះស្បៃនឹងខ្ទេចតែហ្វឹងយិនដូចជាមិនមានព្រៀបនោះទេក៏បានប៉ាំងថយក្រោយជាងទៅអាគាត់នោះក៏បានថានេះហេគេហៅថាសិស្សខាងក្រៅសមត្ថភាពតែប៉ុណ្្នឹងទេឬទូលីងហ្វៃក៏បានបញ្ចេញដាវរបស់នាងមកវិញផ្ដាច់នៅចំណងក្រហមទាំងអស់នោះការប្រយុទ្ធក៏បានចាប់ផ្ដើមអេដមីនរៀបរាប់ពីខាងណាដាក់ខាងណីមិនទាន់នោះទេរសតការប្រយុទ្ធគឺពិតជាអស្ចារ្យហើយលឿនខ្លាំងណាស់ជាពិសេសគឺអន្តិតនឹងគឺប្រើស្បៃនឹងដេញវាយហ្វឹងយិននៅលើដបូលរត់ឡើងចង់ទៅហប់ដែរហ្នឹងហើយសៅឈុនយើងគឺតែពីរត់ខាងក្រៅម្នាក់ឯងខ្ញុំនឹងផ្ដល់ដំណឹងទៅកាន់ប៉ារបស់យើងគ្នាយើងនឹងមកក្នុងពេលឆាប់នឹងមកផ្លាញ់ពួកគេឲ្យខ្ទេចតែម្ដងសិស្សបងឯងមិនបានបន្តគុជរបស់យើងមិនអាចផ្ដំនឹងឲ្យគេបានអញ្ចឹងបងភ្លេចទៅឯងមិនត្រូវការវាទៀតទេគ្រាន់តែសាខាគ្រួសារមួយមិនអាចបញ្ឈប់យើងបានឡើយសៅឈុនយើងក៏ថាសិស្សបងស្រីនិយាយត្រូវយើងមិនខ្លាចទេប៉ុន្តែរត់គ្មានថាមើលក្រោយអីតិចរត់ជិតមកដល់មាត់ទ្វារស្រាប់តែជន់នៅក្បួនហាមឃាត់របស់គេប៉ាំងពន្លឺពណ៌ស្វាយបាញ់ពីក្រោមឡើងលើហ្វឹងយិនក៏ថាមិនអាចនោះទេនេះគឺជាក្បួនដ៏អាក្រក់មួយរបស់បបិសាចបអំបូលលោហិតទូលីងហ្វៃក៏ថាសិស្សបងនៅតែមិនយល់ទៀតមែនទេដើម្បីរៀបចំនៅក្បួនមួយនេះវាបានប្រើប្រាស់ពេលជាច្រើនឆ្នាំដើម្បីស្រូបយកនៅចំហាយជាច្រើនពេលជាប់ក្នុងក្បួនហើយយើងគ្មានផ្លូវរស់ទេយើងមានតែទុកជីវិតរបស់យើងឲ្យវាខ្សោយបន្តិចម្ដងរហូតដល់ស្លាប់តែម្ដងលួចឈិនបះបោហើយចូលមកទូប្រុសយើងក៏រត់អញ្ញាអូយ៉ាប់ហើយខ្ញុំបែសិឈុននេះយកនេះនឹងស្លាប់នៅទីនេះហើយស្រាប់តែរត់ជន់កលឹះយន្តអាស្អីគនោះហោះមកស្ទុយឃើញថាវាហោះមកក៏បានរុញទូស្រីយើងចេញខ្លួនឯងក៏ត្រូវអានឹងបុកប៉ាំងទីណាត់ទីណែងនៅក្នុងក្បួនវិញ្ញាណនេះខ្លាយជាប្រលឹងទាំងអស់សាច់រឿងរបស់យើងក៏បានស្លេះហើយក៏សូមអរគុណទៅកាន់ប្រិយមិត្តអ្នកក្លាហានដែលបានបាញ់នៅថ្នាំកម្លាំងធាតុ admin តែគ្រប់គ្នាបានរីម៉ាកសរសេរស្អីនៅលើថ្នាំកម្លាំងធាតុជាង admin ក៏អត់មានអានដែរអញ្ចឹងយើងជួបគ្នាវីដេអូក្រោយបាយ